សូមជំរាបសួរបងប្អូនយើងទាំងអស់ជាថ្មីឡើងវិញឧបមាថាមានព្រឹកមួយពេលភ្ញាក់ពីគេងស្រាប់តែកលេចមើលទៅក្នុងកញ្ចក់យើងឃើញមាត់ខ្លួនឯងវាទៅម្ខាងដោយមិនមានហេតុផលអ្វីទាល់តែសោះហើយប្រសិនបើជាបញ្ហានេះវាកើតឡើងនៅពេលដែលយើងនៅក្មេងនៅឡើយវារឹតតែធ្វើឲ្យយើងរឹតតែមានការភ័យរន្ធត់ខ្លាំងថែមទៀតហើយសួរខ្លួនឯងថាតើមាន stroke ទេដឹងអ្វីដែលខ្ញុំចង់ណែនាំបងប្អូននៅថ្ងៃនេះគឺអំពីជំងឺវាចមាត់ម្យ៉ាងដែលពាក្យពេទ្យហៅថា Bell palsy ដែលមានរោគសញ្ញាស្តៀងគ្នាទៅនឹងជំងឺ stroke ក៏ប៉ុន្តែมันតាក់ទងទៅនឹងជំងឺ stroke ទេហើយជំងឺ Bell's palsy នេះច្រើនកើតឡើងពេលយើងនៅក្មេងនៅឡើយគឺពីអាយុ15ទៅ45ឆ្នាំអ្នកជំងឺខ្ញុំម្នាក់កើតជំងឺវាចមាត់ Bell's palsy នេះពេលមានអាយុ8ឆ្នាំជំងឺ Bell's palsy នេះជាទូទៅมันគំរាមកំហែងជីវិតយើងឬក៏ផ្ដល់ផលវិបាកខ្លាំងដូចជាជំងឺវាចមាត់ដែលបណ្ដាលមកពី stroke ទេហើយវាច្រើនជាដាច់ទៅវិញក្នុងរយៈពេល2ទៅ3អាទិត្យក្រោយមកអ្វីដែលសំខាន់គឺខ្ញុំចង់បង្ហាញបងប្អូនអំពីលក្ខណៈខុសគ្នារវាង Bell's palsy និង stroke ពីព្រោះវាមិនគ្រាន់តែអាចជួយកាត់បន្ថយការភ័យខ្លាចរបស់យើងតែប៉ុណ្ណោះទេវាថែមទាំងជួយណែនាំបងប្អូនឲ្យឆ្ពោះទៅរកការព្យាបាលដែលត្រឹមត្រូវពីព្រោះការព្យាបាលនៃជំងឺទាំងពីរនេះវាខុសគ្នាទាំងស្រុងអ្វីដែលជាពណ៌លឿងនៅក្នុងរូបនេះជាតំណាងសរសៃប្រសាទដែលចេញពីខួរក្បាលយើងទាំងអស់មានចំនួន12ខាងឆ្វេងមាន12ខាងស្ដាំមាន12ហើយគេដាក់ឈ្មោះសរសៃប្រសាទទាំងនេះទៅតាមលេខរៀងឧទាហរណ៍សរសៃប្រសាទលេខ1សម្រាប់ធ្វើឲ្យច្រមុះយើងអាចហិតក្លិនសរសៃប្រសាទទី2សម្រាប់ធ្វើឲ្យភ្នែកយើងអាចមើលឃើញជាដើមក៏ប៉ុន្តែសរសៃប្រសាទទី7ជាសរសៃប្រសាទដែលទៅចិញ្ចឹមសាច់ដុំនៅលើមុខរបស់យើងសរសៃប្រសាទនេះវាចេញពីខួរក្បាលមកខាងក្រៅតាមប្រហោងតូចមួយស្ថិតនៅក្បែរខាងមុខត្រចៀកយើងរួចហើយសរសៃនេះវាបែកចេញជាមែកជាធាងតូចទៅចិញ្ចឹមសាច់ដុំនៅថ្ងាសយើងតបកភ្នែកយើងទាំងលើទាំងក្រោមទៅថ្ពាល់យើងបបោមាត់យើងទាំងលើទាំងក្រោមនិងទៅចង្ការបស់យើងបានសេចក្តីថាសរសៃនេះវាជាអ្នកធ្វើឲ្យយើងអាចសើចអាចញញឹមអាចពេកមាត់អាចធ្មេចភ្នែកឬក៏ញាក់ចិញ្ចើមជាដើមភាគច្រើនគ្រូពេទ្យធ្វើរោគវិនិច្ឆ័យនៃជំងឺ Bell's palsy នេះនិងជំងឺ stroke ដោយផ្អែកទៅលើការសង្កេតមើលរោគសញ្ញានៅលើផ្ទៃមុខនៃអ្នកជំងឺខាងនេះជារូបដែលបង្ហាញអំពីការវាចមាត់ដោយសារជំងឺ stroke ហើយចំណែករូបខាងនេះជាតំណាងការវាចមាត់បណ្ដាលមកពីជំងឺ Bell's palsy តាមរូបទាំងពីរនេះបើយើងមិនបានពិនិត្យឲ្យបានច្បាស់លាស់ទេយើងស្មានថាដូចគ្នាអ្វីដែលលេចធ្លោច្បាស់ជាងគេគឺមាត់នៃរូបអ្នកទាំងពីរនេះវាវាចទៅម្ខាងដូចគ្នាក្នុងករណី Bell's palsy មាត់គាត់វាចទៅខាងឆ្វេងចំណែកឯខាង stroke មាត់គាត់ក៏វាចទៅខាងឆ្វេងដែរដូច្នេះបើយើងមើលតែមួយកំណាត់មុខចុះមកក្រោមគឺរូបទាំងពីរមានសភាពដូចគ្នា
ប៉ុន្តែឥឡូវនេះខ្ញុំនឹងបង្ហាញបងប្អូនអំពីអ្វីដែលមិនដូចគ្នាបើបងប្អូនមើលទៅប៉ែកខាងលើវិញបងប្អូននឹងឃើញថារូបទាំងពីរនេះខុសគ្នាថ្ងាសខាង Bell's palsy ឃើញថាវាប្លែកពីធម្មតាដូចខ្ញុំបានជម្រាបពីខាងលើសរសៃប្រសាទទី7នេះវាទៅចិញ្ចឹមសាច់ដុំនៅលើថ្ងាសយើងនិងត្បកភ្នែកយើងដែរបើសរសៃខាងឆ្វេងយើងវាខូចវាមិនជាការគួរឲ្យឆ្ងល់ទេថាយើងនឹងមិនអាចជ្រួញចិញ្ចើមយើងខាងឆ្វេងបានទេពីព្រោះសាច់ដុំនៅលើថ្ងាសខាងឆ្វេងរបស់យើងវាខ្សោយពីព្រោះបើយើងចង់ជ្រួញចិញ្ចើមយើងទាល់តែអាចលើកចិញ្ចើមយើងឡើងទៅលើបានអ្នកដែលមានជំងឺ Bell's palsy ខាងឆ្វេងมันអាចលើកចិញ្ចើមខាងឆ្វេងឡើងទៅលើបានទេបានសេចក្តីថាថ្ងាសគាត់ខាងឆ្វេងក៏มันអាចជ្រួញកើតដែរហើយក៏បានសេចក្តីដែរថាយើងឃើញថ្ងាសជ្រួញតែនៅថ្ងាសខាងស្ដាំទេហើយនេះដោយសារសរសៃប្រសាទខាងស្ដាំរបស់គាត់នៅល្អហើយដោយសារសាច់ដុំនៅលើថ្ងាសខាងឆ្វេងយើងវាខ្សោយជួនកាលវាអាចធ្វើឲ្យចិញ្ចើមយើងខាងឆ្វេងនេះធ្លាក់ចុះក្រោមបន្តិចទៀតផងបើប្រៀបធៀបទៅនឹងចិញ្ចើមខាងស្ដាំម្យ៉ាងទៀតដោយសារសាច់ដុំនៅលើត្បកភ្នែករបស់យើងវាខ្សោយត្បកភ្នែកយើងវាអាចនឹងធ្លាក់ចុះក្រោមបន្តិចទៅគ្របលើភ្នែកខាងឆ្វេងរបស់យើងធ្វើឲ្យភ្នែកយើងខាងឆ្វេងមើលទៅឃើញរាងតូចបន្តិចនៅខាងខូចផ្ទុយទៅវិញបើយើងឲ្យគាត់បិទភ្នែកទាំងសងខាងវិញគាត់មិនអាចបិទភ្នែកខាងខូចឲ្យជិតស្លាប់បានទេពីព្រោះសាច់ដុំជុំវិញភ្នែករបស់គាត់ខាងខូចវាខ្សោយចំណែកខាងអ្នកមាន stroke វិញมันមានសញ្ញាទាំងអស់នេះទេគឺថាថ្ងាសមានជ្រួញទាំងសងខាងចិញ្ចើមមានកម្ពស់ស្មើគ្នានិងភ្នែកក៏មិនឃើញមានតូចនៅម្ខាងដែរហើយគាត់អាចបិទភ្នែកទាំងពីរបានបើនិយាយរួមចំពោះអ្នកមាន Bell's palsy បញ្ហាគឺនៅមួយចំហៀងមុខតែម្ដងខាងលើនិងខាងក្រោមចំណែកឯអ្នកកើត stroke វិញមានបញ្ហាតែពាក់កណ្ដាលមុខចុះមកក្រោមទេបាទបានសេចក្តីថាការខុសគ្នានៅលើមុខដែលសំខាន់ជាងគេរវាងអ្នកមាន stroke និងអ្នកមាន Bell's palsy គឺភាពជ្រួញនៅលើថ្ងាសសូមបញ្ជាក់ថាបើមើលទៅមិនឃើញមានជ្រួញនៅលើថ្ងាសទាំងសងខាងទេសូមប្រាប់ឲ្យគាត់លើកចិញ្ចើមឡើងទៅលើបើជ្រួញទាំងសងខាងគឺ stroke បើមិនមានជ្រួញនៅលើថ្ងាសខាងខូចទេគឺជា Bell's palsy អ្វីដែលសំខាន់គឺជំងឺវាចមាត់បណ្ដាលមកពី Bell's palsy នេះមានរោគសញ្ញាតែទៅលើមុខនេះទេចំណែកឯ stroke វិញដោយបងប្អូនជ្រាបស្រាប់វាជាជំងឺអាសន្នហើយម្យ៉ាងទៀតអ្នកដែលមាន stroke មានរោគសញ្ញាផ្សេងទៀតក្រៅពីវាចមាត់ដូចជាលើកដៃមួយចំហៀងឡើងទៅលើមិនរួចឬក៏និយាយមិនរួចជាដើមនៅសហរដ្ឋអាមេរិកគេបង្រៀនប្រជាជនឲ្យងាយចាំអំពីរោគសញ្ញារបស់ stroke ដោយប្រើពាក្យ fast ដែលជាទូទៅប្រែថាលឿនឬក៏ប្រញាប់ប្រញាល់ឬក៏អាសន្ន F ជាតំណាង face ប្រែថាមុខបានន័យថាត្រូវមើលទៅមុខគាត់តើមានវាចទៅម្ខាងដែរឬទេជួនកាលបើមុខគាត់មិនវាចខ្លាំងបងប្អូនអាចប្រាប់ឲ្យគាត់សើចពីព្រោះសើចធ្វើឲ្យមាត់គាត់កាន់តែវាចខ្លាំងឡើងចំណែកឯ A ជាតំណាង arm ប្រែថាដៃ
ពេលយើងប្រាប់គាត់ឲ្យលើកដៃទាំងពីរឡើងទៅលើតើគាត់អាចលើកបានដែរឬទេចំពោះអ្នកដែលមាន stroke គាត់មិនអាចលើកដៃដែលមាន stroke ឡើងទៅលើដូចធម្មតាបានទេបាទ S ជាតំណាង speech ប្រែថានិយាយបើគាត់មាន stroke គាត់ច្រើននិយាយលែងចាញ់ឬក៏លែងបានឬក៏និយាយមកវាមិនច្បាស់ដូចធម្មតា T ជាតំណាង time ប្រែថាពេលវេលាគឺមិនអាចចាំយូរបានទេបើគាត់វាចមាត់លើកដៃមួយចំហៀងមិនរួចនិយាយលែងច្បាស់ឬក៏និយាយមិនចាញ់បានសេចក្តីថាគាត់ប្រហែលជាមាន stroke ហើយដូច្នេះត្រូវ call 911 ឬក៏ហៅឡានពេទ្យឬក៏យកគាត់ទៅមន្ទីរសង្គ្រោះភ្លាមដោយកុំបង្អែបង្អង់ឲ្យសោះហេតុផលគឺពីព្រោះ stroke ជាទូទៅគឺបណ្ដាលមកពីមានឈាមកកនៅក្នុងសរសៃឈាមក្នុងខួរក្បាលហើយបើសិនជាបានទទួលការព្យាបាលយ៉ាងឆាប់រហ័សកំណកឈាមអាចរលាយបាត់ទៅវិញហើយ stroke ក៏អាចនឹងបាត់ទៅតាមនោះដែរឥឡូវនេះខ្ញុំសូមសាកល្បងឲ្យបងប្អូនឆ្លើយនឹងសំណួរខ្ញុំថាតើនៅក្នុងរូបទាំងពីរនេះមួយណាជា Bell's palsy ខ្ញុំសូមទុកពេលឲ្យបងប្អូនមកតែចុះដើម្បីឲ្យបងប្អូនសង្កេតមើលរូបទាំងពីរនេះឲ្យបានដិតដល់បើបងប្អូនឆ្លើយថារូបមីងខាងនេះមាន Bell palsy បងប្អូនពិតជាត្រូវពីព្រោះថ្ងាសខាងស្ដាំរបស់គាត់ឡើងរលោងមិនមានភាពជ្រួញទេចំណែកឯរូបពូនៅខាងនេះវិញជាអ្នកកើត stroke មាត់គាត់វាចទៅម្ខាងដូចគ្នាប៉ុន្តែថ្ងាសគាត់ជ្រួញទាំងសងខាងប៉ុន្តែបើទោះបីជាបងប្អូនឆ្លើយនឹងសំណួរខ្ញុំខាងលើនេះត្រូវយ៉ាងណាក៏ដោយបើបងប្អូនមានបញ្ហាវាចមាត់សូម call 911 ឬហៅឡានពេទ្យឬក៏យកគាត់ទៅមន្ទីរសង្គ្រោះជាបន្ទាន់ដើម្បីឲ្យគ្រូពេទ្យពិនិត្យឲ្យបានច្បាស់លាស់ថាតើយើងមាន stroke ឬក៏អត់ពីព្រោះ stroke ជាបញ្ហាធ្ងន់ធ្ងរតាក់ទងទៅនឹងជីវិតយើងចំណែកឯជំងឺ Bell palsy វិញភាគច្រើន70ទៅ80% វាអាចជាទៅវិញដោយខ្លួនឯងដោយជួនកាលមិនបាច់ទាំងបានទទួលការព្យាបាលផងក៏ប៉ុន្តែបើសិនជាបានទទួលការព្យាបាលឲ្យទាន់ពេលវេលាវាអាចបង្កើនឱកាសឲ្យយើងបានជាសះស្បើយយ៉ាងពេញលេញនិងថែមទាំងអាចកាត់បន្ថយរយៈពេលនៃជំងឺនេះទៀតផងតាមអនុសាសន៍គ្រូពេទ្យព្យាបាលជំងឺ Bell's palsy ជាមួយនឹងថ្នាំពីរមុខថ្នាំ corticosteroid ដូចជាថ្នាំ prednisone និងថ្នាំ antiviral drugs ដូចជា acyclovir ឬ valacyclovir ប៉ុន្តែដើម្បីឲ្យថ្នាំទាំងនេះអាចមានប្រសិទ្ធភាពល្អយើងត្រូវទៅដល់មន្ទីរពេទ្យឲ្យបានមុន72ម៉ោងរាប់ពីពេលដែលយើងចាប់ផ្ដើមមានរោគសញ្ញាសូមអរគុណនិងសូមជម្រាបលាបាទ